គ្រាន់តែពាក់វ៉ែនតាហើយជាមួយចូលនៅក្នុងទឹកភ្លាមមកឡងវ៉ាវហ្មងអ្នកទាំងអស់គ្នាជាមួយនឹងទស្សនវិជ្ជាផ្កាថ្មត្រីជាច្រើនប្រភេទជាមួយនឹងជីវៈចម្រុះនៅក្នុងទឹកជាពិសេសទឹកដ៏សែនថ្លាដែលនៅតាមប្រជុំកោះរ៉ុងងាយស្រួលឲ្យយើងហាលកំសាន្តលេងមើលអំពីទស្សនវិជ្ជាផ្កាថ្មនៅខាងក្នុងទឹកស្អាតខ្លាំងមែនតើបើបានទៅលេងនៅខាងកោះរ៉ុងហើយកុំរំលងឲ្យសោះទៅហែលទឹកមើលផ្កាថ្មបែបនេះគឺថាសប្បាយខ្លាំងមែនតើមុនចូលដល់វីដេអូកុំភ្លេចចុច like page ជាមួយនឹង follow ដើម្បីពួកយើងធ្វើដំណើរទៅមុខបន្តទៀតហើយថ្ងៃនេះផងដែរពួកយើងធ្វើដំណើរទៅតាមទូកចេញពីភូមិសុកសានឆ្ពោះទៅកាន់តាមបណ្ដាឆ្នេរចិត្តនិងឆ្នេរឋានសួគ៌ព្រោះដោយសារតែនៅបណ្ដុំនេះគឺសម្បូរដោយបណ្ដុំផ្កាថ្មជាពិសេសទឹកថ្លាស្អាតខ្លាំងមែនតើដែលយើងអាចហែលលេងកម្សាន្តហើយមើលផ្កាថ្មបានច្បាស់ពេញភ្នែកហ្មងចំពោះទឹកនៅខាងកោះរ៉ុងគឺថាថ្លាដូចកញ្ចក់អញ្ចឹងអ្នកទាំងអស់គ្នាស្អាតខ្លាំងមែនតើហើយកន្លែងខ្លះគឺថាយើងឃើញឡើងដល់បាតហ្មងដូច្នេះហើយគឺថាវាអំណោយផលខ្លាំងមែនតើសម្រាប់យើងដែលអ្នកចូលចិត្តហែលទឹកលេងកម្សាន្តជាពិសេសមកហែលទឹកមើលផ្កាថ្មបែបនេះគឺយើងនឹងឃើញឃ្លាស្អាតមែនតើហើយមិនឲ្យចាំយូរឯងគ្រាន់តែមកដល់កន្លែងភ្លាមពាក់វ៉ែនតាពាក់អាវពងជាមួយចូលទឹកភ្លាមអូអ្នកទាំងអស់គ្នាគឺថាឡើងវ៉ាវហ្មងពេលដែលឃើញទស្សនវិជ្ជានៅខាងក្រោមបាតទឹកបែបនេះប្លែកភ្នែកប្លែកអារម្មណ៍ខ្លាំងមែនតើយើងហែលទឹកសំបដែតខ្លួនហើយយើងមើលទៅខាងក្រោមមានផ្កាថ្មមានប្រភេទកូនត្រីដែលវាមកហែលលេងជាមួយនឹងយើងហើយត្រីធំក៏មានដែរអ្នកទាំងអស់គ្នាគ្រាន់តែថាខ្ញុំតាមថតអត់ទាន់ជាពិសេសនោះយើងឃើញអំពីផ្កាថ្មនៅខាងក្រោមទឹកនឹងច្រើនប្រភេទមែនតើអ្នកទាំងអស់គ្នាដែលវាបក់ទៅបក់មកទៅតាមចរន្តនៃទឹកអញ្ចឹងណាហើយសម្រាប់ខ្ញុំគឺថាសប្បាយភ្នែកខ្លាំងហ្មងក្នុងការហែលទឹកមើលផ្កាថ្មបែបនេះគឺថាខ្ញុំចូលចិត្តមែនតើហ្មងយើងហែលសំបដែតមើលអញ្ចឹងទៅគឺថាប្លែកភ្នែកខ្ញុំចូលចិត្តខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាគប់សំនៃទឹករបស់យើងនឹងគឺវាថ្លាល្អផងហើយព្រះអាទិត្យចាំងចូលមកទៀតយើងឃើញទសៃចូលមកស្អាតអ្នកទាំងអស់គ្នាគឺថាស្អាតខ្លាំងហើយក៏សូមចិត្តអ្នកទាំងអស់គ្នាដែរដែលទៅមើលផ្កាថ្មមើលអីហ្នឹងយើងព្យាយាមហែលទឹកបដែតខ្លួននៅផ្នែកខាងលើទឹកទៅព្រោះដោយសារតាអ្នកខ្លះគឺគាត់ពាក់បែកជើងហើយដើរនៅពេលដែលយើងដើរអញ្ចឹងទៅវាជន់ផ្កាថ្មវាបាក់បែកទៅវាខូចព្រោះថាផ្កាថ្មវាដូចជាសត្វមួយដែលនៅក្នុងទឹកអញ្ចឹងអ្នកទាំងអស់គ្នាវាមិនមែនថ្មធម្មតាដូចយើងហៅឈ្មោះថាផ្កាថ្មហ្នឹងឯងជាក់ស្ដែងទៅប្រភេទផ្កាថ្មហ្នឹងវាដូចជាសត្វមួយដែលនៅខាងក្រោមបាតទឹកអញ្ចឹងហើយវាក៏ជាប្រព័ន្ធការពារអេកូឡូស៊ីរបស់ក្នុងទឹកដែរដូច្នេះហើយបើយើងដើរជន់អីទៅវាបាក់វាងាប់វាអីអញ្ចឹងណាអ្នកទាំងអស់គ្នាទាំងអស់គ្នានេះមកដើរលេងឥឡូវយើង snorkeling មើលផ្កាថ្មអត់ខាងទៅនៅកោះរ៉ុងហើយសម្រាប់ខ្ញុំមកដើរលេងមកដល់កន្លែងដែលដូចថាយើងត្រូវមួយទឹកមួយអីអញ្ចឹងរំនាលកាខ្ញុំ Amazfit T-Rex Pro នេះគឺខ្លាំងមែនតើចុះទឹកបានជាង100ម៉ែត្រហើយមកត្រឹម snorkeling នៅលើទឹកចេះហេះអត់បញ្ហាជាមួយនឹង Amazfit T-Rex Pro នេះហ្មងសំខាន់ហែលទឹកបណ្ដាយើងអាចមើលពីថេរវេលាដែលយើងចូលទឹកសម្ពាធឈាមហើយនឹងស្ថានភាពសុខភាពរបស់យើងភ្លាមដោយវា scanning ជាមួយនឹងខ្លួនយើងហើយឲ្យព័ត៌មាននៅលើនាឡិកានេះហ្មងអញ្ចឹងវាល្អមែនតើសម្រាប់យើងដើរលេងហើយយើងមាននាឡិកាឆ្លាតវៃមួយដែលអាចជួយសម្រួលយើងគ្រប់កលៈទេសៈបែបនេះអញ្ចឹងមកទៅមើលពីរូបភាព snorkeling នៅខាងក្នុងទឹកទាំងអស់គ្នាថាស្អាតបំផុតណា Let's go បើសម្រាប់ខ្ញុំផ្ទាល់ហ្មងនៅរៀងរាល់ដំណើរកម្សាន្តរបស់ខ្ញុំមិនថាទីជិតឬក៏ទីឆ្ងាយនោះឯងខ្ញុំតែងតែមាន assistant ដែលប្រចាំខ្លួនរបស់ខ្ញុំហ្មងហើយនេះគឺជានាឡិកា Amazfit T-Rex Pro គឺជាប្រភេទ smart watch ដែលខ្លាំងនៅរាល់សកម្មភាពកីឡាទាំងអស់ជាពិសេសនោះ Amazfit T-Rex Pro នេះគឺជាអ្នកជំនាញនៅក្នុងមុខងារ offline map មិនថាយើងទៅទីណាកន្លែងណាក៏ដោយទោះជាមានអ៊ីនធឺណិតឬក៏អត់មានអ៊ីនធឺណិតអីក៏ដោយយើងនៅតែអាចប្រើប្រាស់ជាប្រភេទ map offline បានយ៉ាងងាយស្រួលបំផុតហើយជាពិសេសនោះមានមុខងារកីឡាជាច្រើនប្រភេទមែនតើជាពិសេសនោះដល់ឥឡូវខ្ញុំមកធ្វើការ snorkeling ហែលទឹកលេងមើលផ្កាថ្មបែបនេះខ្ញុំពាក់ជាមួយនឹងនាឡិកា Amazfit T-Rex Pro នេះគឺងាយស្រួលខ្លាំងមែនតើឲ្យយើងដឹងអំពីរយៈពេលជំរឿ diving speed របស់យើងជាពិសេសនោះជាមួយនឹង temperature ចំនួន calorie ចំនួន heart rate សញ្ញាប្រាប់ទិសដែលជា navigator ដ៏សំខាន់របស់យើងហ្មងព្រោះដោយសារតែពេលដែលយើងហែលទឹកពេលខ្លះគឺយើងអត់ដឹងថាយើងនៅទិសដៅខាងណានោះអ្វីដែលកាន់តែពិសេសនៅពេលដែលយើង snorkeling រួចឬក៏យើងហែលទឹកនឹងរួចមិនបាច់មានការបារម្ភថានាឡិកាហ្នឹងវាអាចនឹងចូលទឹកឬក៏នៅពេលដែលយើងចុះទៅខាងក្រោមអីចឹងទៅវាខូចនាឡិកាអីឯងព្រោះដោយសារតែនាឡិកានេះគឺជានាឡិកាដែលមានរូបរាងស្អាតហើយហាប់មាំណែនដូច្នេះហើយគ្រាន់តែយើងហែលទឹកនឹងរួចវានឹងប្រាប់សញ្ញាមួយឲ្យយើងខ្ជាក់ទឹកចេញក្រៅពីនាឡិកាហ្នឹងហ្មងលយខ្លាំងមែនតើហើយសម្រាប់ខ្ញុំគឺថាអត់មានដែរបារម្ភអារឿងចូលទឹកឬក៏ខូចចូលដីចូលអីឯនាឡិកានេះគឺតាន់ដូចឈ្មោះគេនិយាយមែនគ្រាន់តែថាបើសម្រាប់ខ្ញុំនៅពេលដែលខ្ញុំចុះនៅក្នុងទឹកប្រៃបែបនេះខ្ញុំឡើងមកវិញគឺគ្រាន់តែលាងជាមួយ
នឹងទឹកសាបឬក៏ទឹកសាប៊ូអីតិចតួចចង់យកច្រាស់យកមកដុសអីទៀតក៏បានដែរអ្នកទាំងអស់គ្នាអត់បារម្ភជាមួយនឹងការឆ្កូតឬក៏ខូចជាមួយនឹងនាឡិកានេះទេកាន់តែពិសេសនោះជាមួយនឹង Amazfit Cambodia នៅក្នុងរដូវកាល promotion នីតិខែរដូវនេះអ្នកទាំងអស់គ្នាដែលទិញជាមួយនឹងនាឡិកា Amazfit គឺថាចំណេញច្រើនខ្លាំងមែនទែនមានការ promotion discount ជាច្រើនជាមួយនឹង gift ដ៏ស្រស់ស្អាតជូនអ្នកទាំងអស់គ្នាទៀតជាពិសេសនោះជាមួយនឹងសមាជិកដែលមាន partnership program របស់ Amazfit នឹងទទួលបានការ discount 5% បន្ថែមលើការទិញនាឡិកាទៀតហើយចំពោះ promotion នេះផងដែរគឺចាប់ពីថ្ងៃដែលជូនដំណឹងនេះរហូតដល់ថ្ងៃទី20ខែមីនាឆ្នាំ2026អ្នកទាំងអស់គ្នាអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀត